ដោយដបងប្អូនបានជ្រាបហើយថាក្រៅពីការកសាងព្រះពុទ្ធបដិមាកម្ពស់108ម៉ែត្រគម្រោងដ៏អស្ចារ្យនេះក៏មានការរៀបចំរំកល់ព្រះពុទ្ធបដិមាអង្គតូចៗចំនួន84000អង្គដែលតំណាងឲ្យ84000ព្រះធម្មខណ្ឌនៅក្នុងគម្ពីរព្រះត្រៃបិដកផងដែរនៅក្នុងចំណោមព្រះពុទ្ធបដិមាចំនួន84000អង្គនេះក៏មានរួមបញ្ចូលនៅព្រះពុទ្ធបដិមាដែលឆ្លាក់អំពីថ្មភក់ចំនួន92អង្គផងដែរដែលព្រះអង្គទាំងនេះនឹងត្រូវរៀបចំរំកល់នៅតាមជញ្ជាំងខាងក្នុងខឿនក្រោមបល្ល័ង្កព្រះពុទ្ធបដិមាអង្គធំកម្ពស់108ម៉ែត្របច្ចុប្បន្នសប្បុរសជននិងពុទ្ធបរិស័ទពីគ្រប់ទិសទីបាននឹងកំពុងអញ្ជើញជាព្រះពុទ្ធបដិមាអង្គតូចៗជាបន្តបន្ទាប់ពុទ្ធបរិស័ទអាចចូលរួមចំណែកក្នុងការកសាងនេះតាមរយៈការជាព្រះពុទ្ធបដិមាអង្គតូចៗដោយការជាវអាចជារឹកឈ្មោះបានមិនថាជាឈ្មោះផ្ទាល់ខ្លួនឈ្មោះអ្នកមានគុណឬឈ្មោះមនុស្សជាទីស្រឡាញ់ដោយព្រះពុទ្ធបដិមាអង្គនេះនឹងគង់នៅជាសម្បត្តិវប្បធម៌សាសនាជាតិតជំនាន់សម្រាប់ជាទីសក្ការៈដ៏ឧត្តុង្គឧត្តមរបស់ពុទ្ធសាសនិកជនទាំងអស់ជារៀងរហូតតរៀងទៅ